ngày đom pram cao sai chênh vô xa rọt đời vọt va hẹp cá căng thân ngày đom pram cao sai chênh vô xa rọt đời vọt va hẹp cá căng thân Lisco chai dầm bồng trăm miếng chân hồn tơ ai cả thân nâng bồng tiếp Lisco chai dầm bồng trăm miếng chân hồn tơ ai cả thân nâng bồng tiếp mùi rồi ta sót nhớ ra sắp mơ xó cả thân ai châu đó ni mơ nắng tơ mùi rồi ta sót nhớ ra sắp mơ xó cả thân ai châu đó ni mơ nắng tơ mi mê sna snom bồng trăm bơ pro lưng trong chlang bơ một chắp ra mi mê sna snom bồng trăm bơ pro lưng trong chlang bơ một chắp ra hồi buồm ao bằng thân sáng trắng chiếc bia ni ô pri đôi ca ôi buồm ao bằng thân sáng trắng chiếc bia ni ô pri đôi ca Thao khiêu áo gió riêng có sóng ha sóng lắng ơi riêng ra từ ngọt vai chân Thao khiêu áo gió riêng có sóng ha sóng lắng ơi riêng ra từ ngọt vai chân Tôi thay speak ban sát nắng miên chân bằng khóc ngơi kẹn sân xài kẽ sông Tôi thay speak ban sát nắng miên chân bằng khóc ngơi kẹn sân xài kẽ sông bay chung theo đi nụ mani chán mà lăn hai ông ơi cả thân trôi prem vinh hi bay chung theo đi nụ mani chán mà lăn hai ông ơi cả thân trôi prem vinh hi chấp lực ngọt pinh bao cái đất preng ong ăn lục mùi rồi mà xoay trong lạnh chấp lực ngọt pinh bao cái đất preng ong ăn lục dương miên sông Hàn sang ong không miền mò há cái tình
កាំងខាងនេះមានកាលកំណត់មួយខែត្រូវចប់គឺធ្វើពុំមនីគ្រប់ប្រានសាងបុណ្យនិងបានអានិសង្ឃ5អានិសង្ឃទាំងនេះមាន5ប្រការមួយគឺសុខរូបតារូបភ្លឺសាច់ចាំបើកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្វងអានិសង្ឃទី2សុងវណ្ណតាពណ៌ខ្លួននេះណាភ្លឺថ្លាអភរផងកើតជាមនុស្សលោកសម្បត្តិស្ដុកស្ដំសម្បុរខ្លួនសំល្អស្រងសោភីចំណែកទី3សុំសន្តានាត្រង់ទ្រាយអង្គចាស្អាតដូចចន្ទ្រារៀងរើសំសួនគ្មានធាត់គ្មានហៀនិងហើយគឺជាផលបុណ្យចាំងច្បាំងទី4នោះគឺចក្រវត្តរាជាសម្បត្តិហោហៀកើតជាស្ដេចចាំងមានយួងមានទ្រព្យគូគប់ល្អល្អះប្រសើរក្រៃក្រាំងកុំផ្កើងគេឈ្មោះអានិសង្ឃទី5និងទី6ផលបុណ្យលើកស្ទួយឲ្យបានសាងខ្លួនហើយមានបញ្ញាឆ្លៀសឆ្លាតចាក់ធ្លុងឆ្លងបាបផុតគ្រោះផុតទុក្ខអូនស្គាល់មហាបតងក្នុងការដើម្បីអរឡាដល់ការដំណងរបស់ព្រះអង្គហើយដែលប្រជាពុទ្ធបរិស័ទយើងបានរីករាយសប្បាយក្នុងឱកាសនេះយើងចង់ថ្ងៃនេះថ្ងៃរបស់សាស្ត្ររបស់ថាថាតាមទៅและเป็นโอกาสของเราในแต่ละปีและที่เราได้เจอในระหว่างการศึกษาและเป็นความพร้อมอย่างมุ่งมั่นในการศึกษาระบบដំរាគ្រប់និន្នាការមហាគ្រួសារខ្មែរកថាសាមគ្គី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 មហាគ្រួសារខ្មែរមហាគ្រួសារខ្មែរលើខ្មែរក្រោមនិងខ្មែរកណ្ដាលបុណ្យសាមគ្គីដ៏វិសេសវិសាលកម្មthânសម្ដេចគតិព្រឹទ្ធបណ្ឌិតអញ្ជើញវត្តមានទីមួយតាញ់សុំយាយសឿចុំយាយរៀបមករួមផងទីពីជីវាទីមួយតាញ់សុំយាយសឿចុំបងយាយរៀបមករួមផង
សារខ្មែរមហាគ្រួសារខ្មែរខ្មែរលើខ្មែរក្រោមនិងខ្មែរកណ្ដាលបុណ្យសាមគ្គីដ៏វិសេសវិសាលកថាសម្ដេចកតេព្រឹទ្ធបណ្ឌិតអញជឿញវត្តមានជាពុទ្ធសាសនិកថ្នាស្រែបុណ្យសុចរិតអានិសង្ឃពិនពិនអួតបំពុនសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីគិតច្រើនឆ្នាំហើយធ្វើអង្គកឋិនមហាគ្រួសារខ្មែរក្នុងពុទ្ធសាសនាថ្ងៃ3សូត្រមន្តថ្ងៃ4ក្បួនយាត្រាក្នុងខែវិច្ឆិកានៅបុណ្យជ្រះថ្លាទៅវត្តខ្មែរក្រកឋិនសាមគ្គី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 មហាគ្រួសារខ្មែរមហាគ្រួសារខ្មែរពុកម៉ែនៅកឋិនមកដល់ហើយពុកម៉ែបងប្អូនណាយប្រញាប់លឿនឡើងរដូវកឋិនមកដល់ហើយពុកម៉ែបងប្អូនណាយប្រញាប់លឿនឡើងអញ្ជើញមកបុណ្យកឋិនបុណ្យយើងឲ្យបានហើយទុំផ្ការុងរឿងថ្លៃថ្លាអញ្ជើញមកបុណ្យកឋិនបុណ្យយើងឲ្យបានហើយទុំផ្ការុងរឿងថ្លៃថ្លានៅវត្តមង្គលវ័នឆ្នាំនេះមានបុណ្យហើយវិសេសវិសាលចានៅវត្តមង្គលវ័នឆ្នាំនេះមានបុណ្យហើយវិសេសវិសាលចាព្រះនេតគុណបនព្រះត្រាមានចិត្តហើយច្រាស់កណ្ដងគុណមកព្រះនេតគុណបនព្រះត្រាមានចិត្តហើយច្រាស់កណ្ដងគុណមកពីថ្មថ្មផែនបៃលិនញាតមិត្តណាយខ្មែរចិនទីច្រើនហោហាមកពីថ្មថ្មផែនបៃលិនញាតមិត្តណាយខ្មែរចិនទីច្រើនហោហាមកបុណ្យកឋិននៅវត្តស្រុកស្រែសូមឲ្យហើយពុកម៉ែបានសុខសេមសានមកបុណ្យកឋិននៅវត្តស្រុកស្រែសូមឲ្យហើយពុកម៉ែបានសុខសេមសានអានិសង្ឃកឋិនមាន5ខែបានសុខហើយអត់លះររូបក្រុមប្រានអានិសង្ឃកឋិនមាន5ខែបានសុខហើយអត់លះររូបក្រុមប្រានទាំងខាងអ្នកឲ្យអ្នកទទួលបានអ្នកផលហើយក៏យ៉ាងបានស្មើស្មើគ្នាទាំងខាងអ្នកឲ្យអ្នកទទួលបានអ្នកផលហើយក៏យ៉ាងបានស្មើស្មើគ្នារដូវកឋិនមកដល់ហើយពុកម៉ែបងប្អូនណាយប្រញាប់លឿនឡើងរដូវកឋិនមកដល់ហើយពុកម៉ែបងប្អូនណាយប្រញាប់លឿនឡើងអញ្ជើញមកបុណ្យកឋិនបុណ្យយើងឲ្យបានហើយទុំផ្ការុងរឿងថ្លៃថ្លាអញ្ជើញមកបុណ្យកឋិនបុណ្យយើងឲ្យបានហើយទុំផ្ការុងរឿងថ្លៃថ្លានៅវត្តមង្គលវ័នឆ្នាំនេះមានបុណ្យហើយវិសេសវិសាលអង្គចានៅវត្តមង្គលវ័នឆ្នាំនេះមានបុណ្យហើយវិសេសវិសាលអង្គចាព្រះនេតគុណ
ចិត្តណាយជ្រះថ្លាទឹកនំពុកម៉ែព្រះដេចគុណនាមពនព្រះត្រាមានចិត្តណាយជ្រះថ្លាទឹកនំពុកម៉ែមកពីត្បូងថ្មខេត្តបៃលិនញាតិមិត្តណាយខ្មែរចិនជាច្រើនហូហាមកពីត្បូងថ្មខេត្តបៃលិនញាតិមិត្តណាយខ្មែរចិនជាច្រើនហូហាមកបុណ្យកឋិននៅវត្តស្រុកស្រែសូមឲ្យយាយពុកម៉ែបានសុខក្សេមសានមកបុណ្យកឋិននៅវត្តស្រុកស្រែសូមឲ្យយាយពុកម៉ែបានសុខក្សេមសានអានិសង្ឃកឋិនមាន5ខែបានសុខហើយឥតលហាររូបក្រុមប្រានអានិសង្ឃកឋិនមាន5ខែបានសុខហើយឥតលហាររូបក្រុមប្រានទាំងខាងអ្នកឲ្យអ្នកទទួលបានមគ្គផលហើយកល្យាបានស្មើគ្នាទាំងខាងអ្នកឲ្យអ្នកទទួលបានមគ្គផលហើយកល្យាបានស្មើគ្នាបានស្មើគ្នា